សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់បញ្យល់បងប្អូនអំពីសង្គ្រាមលោកលើកទី3ប៉ុន្តែមុននឹងខ្ញុំនិយាយអំពីរឿងនេះខ្ញុំក៏ចង់និយាយប្រាប់បងប្អូនថាសូមបងប្អូនកុំមានការព្រួយបារម្ភខ្លាំងពេកអីព្រោះតែខ្ញុំគិតថាសង្គ្រាមលោកលើកទី3នេះវាទំនងជាមិនកើតឡើងនោះទេគ្រាន់តែក្នុងពេលវេលាឥឡូវនេះគឺវាមានហានិភ័យខ្ពស់ជាងពេលណាទាំងអស់នៅក្នុងវីដេអូនេះខ្ញុំធ្វើវាឡើងគឺដើម្បីតែចង់ឲ្យបងប្អូនចេះគិតពិចារណាអំពីវាតែប៉ុណ្ណោះបងប្អូនមិនចាំបាច់មានការព្រួយបារម្ភខ្លាំងពេកនោះទេនាំគ្នាដើរលេងចូលឆ្នាំឲ្យសប្បាយទៅហើយឧបមាថាបើសិនជាសង្គ្រាមលោកលើកទី3ហ្នឹងវាកើតឡើងពិតមែននោះក៏ខ្មែរយើងធ្វើអ្វីមិនបានដែរហ្នឹងពេលនេះខ្ញុំសូមបញ្យល់បងប្អូនតើសង្គ្រាមហ្នឹងវានឹងកើតឡើងដោយរបៀបយ៉ាងម៉េចខ្លះបងប្អូននៅក្នុងប្រវត្តិសាស្ត្រនៅពេលណាដែលមានភាពតានតឹងខាងពាណិជ្ជកម្មដូចជាប្រទេសណាមួយដំឡើងពន្ធនាំចេញនាំចូលឬខាងគ្នាទៅវិញទៅមកដោយមិនឲ្យទៅស៊ីជាមួយគ្នាបានទៀតគឺវាតែងតែនាំឲ្យមានសង្គ្រាមនៅពេលក្រោយដូចជា2 ទៅ 3 ឆ្នាំក្រោយរឿងបែបនេះវាបានកើតឡើងច្រើនដងទៅមកហើយនៅក្នុងប្រវត្តិសាស្ត្រខ្ញុំសូមលើកជាឧទាហរណ៍នៅក្នុងកន្លងឆ្នាំ1900ទៅ1913ចក្រភពអង់គ្លេសមានសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសអាល្លឺម៉ង់ដែលមានការដាក់ពន្ធទៅលើតំណែងគ្នាទៅវិញទៅមកធ្វើបែបនេះមកបានយូរប្រហែលផងចូលដល់ឆ្នាំ1914វាក៏មានផ្ទុះសង្គ្រាមលោកលើកទី1តែម្ដងឧទាហរណ៍មួយទៀតនៅក្នុងឆ្នាំ1890ជាងប្រទេសបារាំងមានសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីតាលីហើយអ៊ីតាលីក៏បានចាញ់បន្ទាប់មកអ៊ីតាលីក៏បានខឹងយ៉ាងខ្លាំងហើយក៏សុខចិត្តចោះចូលជាមួយនឹងប្រទេសអាល្លឺម៉ង់និងប្រទេសហុងគ្រីដើម្បីធ្វើជាសម្ព័ន្ធមិត្តជាមួយគ្នាតែម្ដងទៅសង្គ្រាមពាណិជ្ជកម្មដល់ទីបញ្ចប់វាតែងតែកើតទៅជាសង្គ្រាមក្តៅនៅពេលដែលមានឱកាសកាលពីអតីតកាលមនុស្សជាតិតែងតែជ្រើសរើសយកផ្លូវប្រាំអំពើហិង្សាជាផ្លូវសន្តិភាពដើម្បីដោះស្រាយចំនួនសង្គ្រាមលើកទី1និងលើកទី2គឺមនុស្សលើ100 លាននាក់បានស្លាប់យ៉ាងអត់ប្រយោជន៍តើដើម្បីអ្វីដើម្បីតែភាពចំណេញទៅឥឡូវនេះប្រវត្តិសាស្ត្រច្រើនដែរកំពុងតែបានកើតឡើងម្ដងទៀតហើយថ្មីនេះសហរដ្ឋអាមេរិកបានដំឡើងពន្ធនាំចូលចំនួន 145% ដាក់ទៅលើប្រទេសចិនចំណែកប្រទេសចិនវិញក៏បានតបមកវិញដោយដាក់បកវិញ 125% បងប្អូននៅពេលដែលដាក់ពន្ធខ្ពស់ខ្លាំងដល់ទំហំប៉ុណ្នេះគឺមានន័យថាគ្មានរកស៊ីធ្វើពាណិជ្ជកម្មអ្វីជាមួយគ្នាបានទៀតនោះទេគឺបានកាត់ផ្ដាច់ចោលបាត់ទៅហើយនៅពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងពីរមកធ្វើពាណិជ្ជកម្មជាមួយគ្នាទៀតនេះវាគឺជាដំណឹងអាក្រក់សម្រាប់មួយពិភពលោកប្រសិនបើមេដឹកនាំប្រទេសទាំងពីរមិនធ្វើការចរចាដើម្បីដោះស្រាយចំនួននេះវាពិតជារឿងអាក្រក់សម្រាប់មួយពិភពលោកភាគីខាងណាដែលជាអ្នកចាញ់ដែលជាអ្នកខាត់បងខ្លាំងជាងគឺភាគីនោះហើយគឺជាអ្នកដែលនឹងបង្កើតសង្គ្រាមក្តៅនាពេលអនាគតពេលនេះខ្ញុំសូមបញ្យល់បងប្អូនថាតើហេតុអ្វីបានជាពាណិជ្ជកម្មពិភពលោកវាកើតឡើងធ្ងន់ធ្ងរដល់កម្រិតនេះតើហេតុអ្វីបានជាវាបែកបាក់នេះក៏ព្រោះតែប្រទេសចិនជោគជ័យខ្លាំងពេកខាងផលិតអ្វីស្ទើរតែគ្រប់បែបយ៉ាងវាធ្លាក់ទៅលើក្នុងដៃតែប្រទេសមួយចំណែកប្រទេសផ្សេងទៀតអត់សូម្បីតែប្រទេសថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងវៀតណាមក៏បាននាំគ្នាដំឡើងពន្ធនាំចូលលើផលិតផលខ្លះពីប្រទេសចិនដែរដោយសារតែផលិតផលចិនតម្លៃថោកជាងខ្លាំងពេកដែលធ្វើឲ្យពួកគេមិនអាចប្រកួតប្រជែងជាមួយបានទៅពួកគេនាំគ្នាដំឡើងពន្ធនាំចូលទៅលើចិនតែម្ដងទៅគុណវិបត្តិនៃតក្កវិជ្ជារបស់ចិនគឺថាពួកគេបានគិតថាការទទួលបានជោគជ័យទៅលើការចេះផលិតអ្វីគ្រប់យ៉ាងគឺនឹងធ្វើឲ្យពួកគេទទួលបានជោគជ័យនៅក្នុងពិភពលោកតើចិនមិនគិតដល់ផលិតកម្មក្នុងស្រុករបស់ប្រទេសដទៃដែរទេឬបងប្អូនការដែលចិនគិតបែបនេះគឺខុសពីព្រោះតែមួយពិភពលោកគេនឹងមិនឈរអោបដៃឲ្យចិនស៊ីពួកគេទាំងរស់អញ្ចឹងទេប្រទេសដទៃគេប្រើកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋខ្លួនឯងត្រឹមតែ 3% ទៅ 5% នៃប្រជាជនទាំងអស់របស់គេតែប៉ុណ្ណោះតែបើចិនវិញគឺប្រើចង់ 30% អានោះពួកគេធ្វើការតែរោងចក្រអង្គុយផលិតផលរាប់ពាន់មុខសឹងតែ100 វិស័យចេញមកគឺបង្ខំប្រជាជនឲ្យគ្មានជំរើសឲ្យធ្វើការតែខាងរោងចក្រតែម្ដងបើប្រាក់ខែវិញបានត្រឹមតែ1រស់ដើម្បីតែឲ្យផលិតផលរបស់ខ្លួនឯងបានតម្លៃថោកជាងគេទាំងអស់ទូទាំងពិភពលោកសូម្បីតែក្រុមហ៊ុនរោងចក្រជាច្រើនរបស់ចិនបានលងទឹកស្លាប់បាត់ហើយក៏រដ្ឋាភិបាលចិនសុខចិត្តបញ្ចេញថវិកាជាតិទៅជួយតែម្ដងតាំងដែលលក់ចេញទៅគឺខាតក៏សុខចិត្តធ្វើដែរដើម្បីតែឲ្យផលិតផលរបស់ប្រទេសខ្លួនឯងមានតម្លៃក្រោមទីផ្សារដើម្បីឲ្យលក់ចេញទៅបានឈ្នះមួយពិភពលោកក្រោយមកក៏បោះផលិតផលទាំងអស់ហ្នឹងទៅលើប្រទេសដទៃដើម្បីឲ្យក្រុមហ៊ុនប្រទេសគេខ្សែធនបងប្អូនរដ្ឋាភិបាលចិនធ្វើតែបែបហ្នឹង30 ឆ្នាំមកហើយតើឲ្យមួយពិភពលោកប្រកួតប្រជែងឈ្នះចិនបានដែរដើម្បីយ៉ាងណាសូម្បីតែធនាគារនៅក្នុងប្រទេសចិនក៏រដ្ឋាភិបាលចិនគឺជាអ្នកគ្រប់គ្រងដែរដែលអនុញ្ញាតឲ្យអាជីវកម្មខ្ចីលុយដោយគ្មានបង់ការប្រាក់ផងបើបែបហ្នឹងតើអាជីវកម្មនៅក្នុងប្រទេសដទៃទៀតគេយកឈ្នះចិនបានដែរដើម្បីយ៉ាងណាបើពួកគេពេលខ្ចីលុយគឺត្រូវការបង់ការប្រាក់ធ្វើទៅបែបហ្នឹងសួរថាតើប្រទេសណារកស៊ីឈ្នះនេះគឺជាមូលហេតុដែលប្រព័ន្ធពាណិជ្ជកម្មរបស់មួយពិភពលោកក្នុងពេលបច្ចុប្បន្ននេះត្រូវបានខូចហើយដោយសារតែចិនធ្វើការបោកប្រាស់ទៅលើប្រព័ន្ធហ្នឹងម្យ៉ាងទៀតខ្ញុំសូមបញ្ជាក់ថាសាសចិនគឺពូកែណាស់ពួកគេខិតខំធ្វើការខ្លាំងណាស់ពួកគេពូកែអត់ធ្មត់និងមានភាពឆ្លៀវវៃផងដែរនិយាយឲ្យខ្លីទៅគ្មានប្រជាជនប្រទេសណាប្រកួតប្រជែងឈ្នះប្រជាជនចិនទេខាងធ្វើការហ្នឹងព្រោះតែសាសផ្សេងដូចជាសាសអាមេរិកជីវិតរបស់ពួកគេកាប់មកគឺមិនរស់នៅដើម្បីតែធ្វើការតែមួយមុខហ្នឹងទេ
ពួកគេភាគច្រើនចំណាយពេលវេលាដាក់ទៅលើភាពរីករាយនៃជីវិតរបស់ពួកគេច្រើនជាងនិងមិនសូវគិតគូរខ្លាំងពេកទេអំពីរឿងលុយបើប្រទេសចិនវិញគឺវប្បធម៌លុយតែម្ដងយើងមើលតែពេលចូលឆ្នាំចិនទៅគឺគេមានចែកអាំងប៉ាវដែលមានលុយវាគឺជារឿងអកុសលដែលចិនមិនអាចមើលឃើញពីកំហុសក្នុងរបៀបគិតរបស់ពួកគេបានពួកគេត្រូវតែធ្វើការផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចរបស់ពួកគេឲ្យទៅជាការប្រើប្រាស់ក្នុងស្រុកបន្ថែមទៀតជំនួសឲ្យការផ្ដោតទៅលើតែសេដ្ឋកិច្ចនាំចេញពួកគេគួរតែផ្ដោតទៅលើសេដ្ឋកិច្ចខាងសេវាកម្មនៅក្នុងប្រទេសរបស់ខ្លួនឯងខ្លះផងបងប្អូនដឹងស្រាប់ហើយថាសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ1លើពិភពលោកហើយជាការពិតណាស់ថាពួកគេនឹងមិនព្រមអនុញ្ញាតឲ្យខ្លួនឯងធ្លាក់ចុះនោះទេវាច្បាស់ហើយថានឹងមានថ្ងៃមួយនឹងបានជួបមេដឹកនាំដែលកាចដែលនឹងធ្វើការសងសឹកទៅវិញជាមិនខាននេះគឺជាអ្វីដែលចិនមិនយល់នៅពេលដែលចិនធ្វើការបោកប្រាស់ទៅលើប្រព័ន្ធពាណិជ្ជកម្មរបស់មួយពិភពលោកវាច្បាស់ហើយថាវានឹងនាំឲ្យមានចំនួនបែបនេះជាមិនខានមហាអំណាចលេខ1គេនឹងមិនព្រមឲ្យខ្លួនឯងបន្តបាត់បង់សមត្ថភាពក្នុងការផលិតគ្រឿងអាវុធដើម្បីការពារប្រទេសរបស់ខ្លួនឯងនោះទេបងប្អូនឥឡូវនេះរឿងរ៉ាវវាដល់ថ្នាក់នឹងហើយចិនមិនព្រមទទួលស្គាល់រាល់បញ្ហាដែលមួយពិភពលោកកំពុងតែជួបប្រទះទេនិងរហូតមកដល់ពេលនេះគឺចិនមិនចង់សូម្បីតែចរចាពេលនេះខ្ញុំសូមនិយាយអំពីតើសង្គ្រាមលោកលើកទី3នឹងចាប់ផ្ដើមដោយរបៀបយ៉ាងណាខ្ញុំគិតថាវានឹងកើតឡើងដោយរបៀបនេះគឺពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅសប្តាហ៍ថ្ងៃនេះគ្មានភាគីខាងណាបានឈ្នះនោះទេគឺវាបានជាប់គាំងសហរដ្ឋអាមេរិកបានបញ្ឈប់ក្នុងការផ្ដល់ជំនួយយុទ្ធសាស្ត្រថ្មីៗដល់អ៊ុយក្រែនទៀតហើយដោយសារតែពួកគេខ្លាចរុស្ស៊ីចាញ់ខ្លាំងពេកហើយរុស្ស៊ីក៏ត្រូវបង្ខំចិត្តប្រើនុយក្លេអ៊ែរដូចនេះសរុបមកអ៊ុយក្រែនក៏មិនអាចច្បាំងយកទឹកដីមកវិញបានបន្តទៀតទេគឺបានត្រឹមតែការពារចំណែកឯភាគីខាងរុស្ស៊ីវិញគឺបានតែហ៊ានកូរ៉េខាងជើងចំនួនរាប់ម៉ឺននាក់ទៀតចូលទៅជួយហើយក៏នៅតែមិនអាចយកឈ្នះអ៊ុយក្រែនបានអញ្ចឹងរាល់ថ្ងៃនេះប្រទេសទាំងពីរគឺបានជាប់គាំងគ្មានអ្នកណាបានទៅមុខទេនៅពេលនេះនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺមានតែប្រទេសមួយទេដែលនឹងអាចធ្វើការផ្លាស់ប្ដូរនៃដំណើរសង្គ្រាមនេះបាននោះវាគឺជាប្រទេសចិនប្រសិនបើចិនឈិនជើងចូលជួយរុស្ស៊ីពេញមួយទំហឹងនោះអ៊ុយក្រែននឹងចាញ់ហើយបើវាបែបនេះពិតមែននោះអឺរ៉ុបទាំងមូលក៏នឹងចូលសង្គ្រាមនឹងដែរហើយបងប្អូនមួយអឺរ៉ុបគេបាននិយាយបែបហ្នឹងរួចហើយដោយមិនខ្វល់ថាសហរដ្ឋអាមេរិកចេញមកជួយអ៊ុយក្រែនឬក៏អត់នោះទេក៏ពួកគេនឹងចូលដែរប្រសិនបើវាបែបនេះពិតមែននេះហើយវាគឺជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3កាលពីឆ្នាំ2023សហរដ្ឋអាមេរិកបានទៅឃើញថាចិនហ៊ាននឹងជួយរុស្ស៊ីខាងសពាវុធក្នុងកំឡុងពេលនោះសហរដ្ឋអាមេរិកក៏បានគម្រាមចិនតែម្ដងទៅប្រតិចាប់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនិងបញ្ឈប់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនកាលពីក្នុងពេលនោះចិនបានធ្វើការកណនាថាប្រសិនបើជួយរុស្ស៊ីពេញមួយទំហឹងនោះចិននឹងខាតលុយអស់រាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំដូចនេះវាមិនសមនឹងតម្លៃទេដល់ពេលនេះបងប្អូនទាំងអស់គ្នាគិតពិចារណាដោយខ្លួនឯងទៅឥឡូវនឹងសហរដ្ឋអាមេរិកគឺបានផ្ដាច់ការធ្វើពាណិជ្ជកម្មជាមួយចិនរួចបាត់ទៅហើយដូចនេះតើនៅមានអ្វីដែលអាចខកចិនមិនឲ្យជួយរុស្ស៊ីពេញមួយទំហឹងទៀតនោះជួយរុស្ស៊ីទៅជួយពេញមួយទំហឹងទៅដើម្បីឲ្យពួកអឺរ៉ុបនិងសហរដ្ឋអាមេរិកអស់គ្រាប់សង្ស័យនៅក្នុងស្តុកអស់ធនធានអស់គ្រឿងអាវុធและអង្លាក់ដើម្បីឲ្យចិនទៅវាយឆ្មក់យកតៃវ៉ាន់ដែលងាយស្រួលវាមិនល្អទេឬតើចិននឹងជ្រើសរើសយកប្រើផ្លូវហិង្សាឬក៏ផ្លូវសន្តិភាពបងប្អូនមួយពិភពលោកគ្មាននរណាម្នាក់ដឹងថាចិននឹងទៅផ្លូវណាទេសម្រាប់ខ្ញុំបានមើលឃើញនៅអ្វីដែលកំពុងតែបានកើតឡើងហើយខ្ញុំមិនពេញចិត្តនោះទេមិនត្រឹមតែចិននោះទេសូម្បីតែសហរដ្ឋអាមេរិកក៏ដោយក៏ខ្ញុំមិនពេញចិត្តដែរខ្ញុំមិនយល់ស្របជាមួយនឹងវិធីដែលប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែធ្វើនេះទេមូលហេតុដែលសហរដ្ឋអាមេរិកខ្លាំងជាងគេគឺដោយសារតែមានសម្ព័ន្ធមិត្តយើងគួរតែបង្កើតសម្ព័ន្ធមិត្តកុំបាច់បាត់សម្ព័ន្ធមិត្តបាត់នេះអីការពិតគឺថាសហរដ្ឋអាមេរិកសប្តាហ៍ថ្ងៃនេះគឺប្រជាជនមានការងារធ្វើស្ទើរតែគ្រប់គ្នារួចហើយអត្រានៃចំនួនប្រជាជនដែលមានការងារធ្វើគឺវាខ្ពស់ខ្លាំងជាងគេបំផុតនៅក្នុង50ឆ្នាំនេះដូចនេះចង់យកការងាររាប់លានការងារទៀតឲ្យចូលមកក្នុងប្រទេសមហាអំណាចមួយនេះទៀតក៏គ្មានមនុស្សធ្វើការដែរបងប្អូនមនុស្សមានការងារធ្វើរៀងៗខ្លួនអស់ហើយនឹងតើឲ្យគេទៅធ្វើការងារស្អីទៀតហើយប្រសិនបើថាសហរដ្ឋអាមេរិកមានការផ្ដោតបារម្ភទៅលើវិស័យការពារជាតិអញ្ចឹងសហរដ្ឋអាមេរិកគួរតែផ្ដោតទៅលើការដាក់ពន្ធនាំចូលទៅលើតែខាងវិស័យណាដែលវាតាក់ទងជាមួយនឹងការផលិតគ្រឿងអាវុធទៅបានហើយមិនគួរដាក់លើគ្រប់វិស័យតែបាត់បែបនេះទេបងប្អូនអនាគតនៃរោងចក្រផលិតវាគឺជាមនុស្សយន្តគេនឹងលែងត្រូវការប្រើកម្លាំងរបស់មនុស្សច្រើនដូចពីមុនទៀតហើយគេត្រូវការយ៉ាងច្រើនត្រឹមតែប្រហែលឆ្នាំអ្វីទៀតតែប៉ុណ្ណោះមនុស្សយន្តគឺនឹងធ្វើការជំនួសមនុស្សបានហើយតែអ្វីដែលធ្វើឲ្យប្រទេសមួយរឹងមាំបានវាមិនមែនត្រឹមតែខ្លាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រតែប៉ុណ្ណឹងទេតែវាគឺជាសម្ព័ន្ធភាពនិងអំណាចទុនផងដែរនៅពេលនេះសហរដ្ឋអាមេរិកកំពុងតែបាត់បង់សម្ព័ន្ធភាពនិងអំណាចទុនម្ដងបន្តិចហើយយើងគ្រាន់តែមើលទៅលើប្រទេសកាណាដានិងប្រទេសប៉ូទុយហ្គាល់ទៅពួកគេចាប់ផ្ដើមផ្អាកក្នុងការទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកហើយចំណែកឯប្រទេសផ្សេងៗជាច្រើនទៀតពួកគេក៏បាននិយាយថាពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលបានទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិករួចបងប្អូនខ្ញុំសង្ឃឹមថាសង្គ្រាមលោកលើកទី3វាមិនបានកើតឡើងទេចុះចំណែកឯសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវិញខ្ញុំសង្ឃឹមថានឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះផងទេចុះ
ចំណែកប្រទេសចិនវិញខ្ញុំគ្រាន់តែសង្ឃឹមថាចិននឹងចេះគិតតាមផ្លូវនេះចុះរងចាំ13ឆ្នាំទៀតឲ្យមេដឹកនាំសហរដ្ឋអាមេរិកនឹងបានផ្លាស់ប្ដូរថ្មីហើយចិនកុំសម្បត្តិចិត្តជួយទៅស៊ីអីដើម្បីកុំឲ្យមានសង្គ្រាមលោកលើកទី3